ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី19និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី12ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី31ខែតុលាដល់ថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី29ខែតុលាឆ្នាំ2025ក្រសួងការពារជាតិបញ្ជាក់ថាតបតាមការអញ្ជើញរបស់ឯកឧត្តមដាតូសេរីម៉ូហាម៉ាត់ខាឡេតប៊ីនណូឌីនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី19និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី12ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី31ខែតុលាដល់ថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីការពារជាតិចូលរួមកិច្ចប្រជុំខាងលើរួមមានឯកឧត្តមនាយឧត្តមសេនីយ៍នឹមសុវត្ថិអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ានកម្ពុជារួមជាមួយឯកឧត្តមលោកជំទាវនាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិមួយចំនួនទៀតក្រោមប្រធានបទការរួបរวมអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាពកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនឹងផ្ដោតលើការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្ដែងក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននិងជាមួយប្រទេសបូកដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួមក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំនិងជំនួបក្រៅផ្លូវការចំនួន4ទៀតរួមមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានជប៉ុនកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានឥណ្ឌាជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានចិននិងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានអាមេរិកក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ាននិងប្រទេសបូកជាដៃគូមួយចំនួនដើម្បីពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី